អានេះគឺជាសង្គ្រាមដ៏ធំមែនទែនដែលមានមនុស្សជាច្រើនកំពុងតែ PVP សូម្បីតែ Hero Brian ដែលគេខ្លាចនេះក៏ចូលមក PVP ជាមួយខ្ញុំដែរហើយអ្វីទាំងអស់ហ្នឹងគ្រាន់តែជា NPC ដែលយើង spawn មកប៉ុណ្ណោះ NPC ទាំងអស់ហ្នឹងគឺមានសមត្ថភាពក្នុងការវាយនៅ skill ច្រើនមែនទែនដូចជា Mesh ដូចជា Sword ប្រើប្រាស់ Wing Charge ប្រើ Shield Break Shield Crystal អីផ្សេងទៀតមកកាប់លុះហ្មងហើយចំពោះ mod ហ្នឹងគេមានឈ្មោះថា PVP bot ដែលខ្ញុំទើបទៅរកឃើញហ្នឹងឯងនេះគឺជា mod ហ្នឹងដែលរូបរាងរបស់វាក្នុង game ហ្នឹងគឺខុសគ្នាពីរូបរាងនៅពេលយើង download ហើយនេះរូបរាងនៅពេលយើង download នោះគឺរូបរាងបែបនេះឈ្មោះវាគឺ PVP bot ឥឡូវនេះខ្ញុំសាក spawn នៅ NPC មួយសិនឥឡូវ NPC ខ្ញុំ spawn មកហ្នឹងបើដេញវាយខ្ញុំឥឡូវខ្ញុំអត់ទៅចិត្តវាទេមកបរោយងាប់តើអត់ទៅចិត្តវាដេញវាយទេរៀបធៀបវាវាយដែរនៅពេលដែលយើងដាក់ mod ហ្នឹងភ្លាមនៅពេលដែលយើងដាក់ mod ហ្នឹងគឺយើងមាន comment មួយគឺ PVP bot ដែលវាក្តោបនៅ comment ច្រើនមែនតើឥឡូវខ្ញុំសាក PVP bot ដក clear ហើយ spawn ហើយដាក់ឈ្មោះមកខ្ញុំដាក់ឈ្មោះស្អីនេះឈ្មោះ player បងឥឡូវមូលហេតុដែលវាមានអាមើហ្នឹងដោយសារតែខ្ញុំធ្លាប់ spawn វា data របស់វានៅក្នុង world ហ្នឹងស្រាប់យើងចង់ clear វាមានអីអស្ចារ្យទៅយើង clear វាចោលមកហើយបាត់ហើយយើងគាត់ថាប្រើ comment នេះ play ប្រាប់ខ្លះ clear add អីហ្នឹងមកអាហ្នឹង comment របស់ Minecraft ទេវាមានអស្ចារ្យវាអាចដំណើរការបាននៅពេលដែលមានអីក៏ដោយវាយវាអញ្ចឹងវានឹងធ្វើការតដៃវិញឯងឥឡូវនេះវាពងវាយ zombie ដាក់បរោយនេះ zombie ប៉ះវាវាយ zombie ប៉ះវាវាយមិនត្រឹមតែ zombie សូម្បីតែ player ក៏ដោយខ្ញុំទៅប៉ះវាដេញវាយតែវាអត់ចេះពេលងាប់ហើយដូចមកពេលផ្សេងវាអាចដេញឈប់ដេញវាយណាតែវាដេញវាយរហូតគាត់ថាអត់មានសៀងវាឡប់អើយវាយគ្នាបរោយចំពោះ mod ហ្នឹងគឺវាមានសមត្ថភាពក្នុងការ create kit និង give kit ដូចគ្នាហើយនេះគឺជា kit របស់ខ្ញុំដែលរៀបចំឥឡូវគ្រាន់តែយើងប្រើ command មួយគឺ PVP bot create kit ហើយយើងដាក់ឈ្មោះអីដាក់មកដាក់អីក៏បានដែរហើយរបៀប give kit អីពួកវាយើងគ្រាន់តែ /PVP bot give kit ហើយដាក់ឈ្មោះ NPC ដែលយើងចង់ឲ្យមកយើងដាក់ឈ្មោះmini Jamie នេះហើយដាក់ឈ្មោះ kit ដែលយើង create មិញមកគឺ Jamie kit បងឥឡូវនេះវាឃើញវាមាន kit អត់នេះដាវប៉ុណ្ណាណៃគេឥឡូវលេង player មាន kit ដែរហើយវាចេះរត់ទៅកំចូលវាវាយហើយវាឈាមវា low វារត់តែវារត់ប៉ុន្តែវាមានចំណុចមួយដែលខ្ញុំអត់ចូលចិត្តនេះមិនតែពេលវាយគ្នានេះគេវារត់ដើរលើទឹកមិញហ្នឹងនេះពួកនេះវាលើវាហែកទៀតវាឡប់មកតែវាមិនអីទេគេធ្វើ bot មកដេញវាយយើង low ឯណាយើងអាចប្រើបានហើយយើងអាច down mod ហ្នឹងទៅ Bracky បានតែមានអារម្មណ៍ថា Bracky មកវាពិបាកវិញដោយសារវាវាយទៅហែកហ្នឹងអ្វីដែលសំខាន់នោះគឺយើងអាចយកវាទៅសម្ដែងធ្វើជាតួសម្ដែងរបស់យើងបានតែឥឡូវខ្ញុំដាក់ឈុតឆាកវាយគ្នារបស់វានេះហើយក្នុង mod ហ្នឹងវាមិនមានតែសមត្ថភាពក្នុងការ spawn ក្នុងការ climb ក្នុងការអីហ្នឹងទេគឺវាមាននៅ comment ជាច្រើនទៀតដូចជា follow ដូចជាយើងដាក់ code ឲ្យវាដើរទៅអញ្ចឹងហើយអ្នកនេះអាច download mod ហ្នឹងដើម្បីទៅធ្វើតេស្តខ្លួនឯងបានអូខេវាដល់មានប៉ុណ្ណឹងអ្នកនេះអាច download mod ហ្នឹងទៅសាកលេងបានហើយបើដឹងថា download ណាទេគឺអាចចូលទៅ website Modrin បានហើយបើអ្នកនេះអត់ដឹងថា Modrin ហ្នឹងជាអីទេអ្នកនេះអាច check វីដេអូខ្ញុំចាស់ៗទៅអ្នកនេះនឹងស្គាល់ហើយ